ពេលរាត្រីនេះមានមេតិការដូចតទៅបាទទី1គឺរដ្ឋមន្ត្រីការបរទេសអាមេរិកប្រាប់រដ្ឋមន្ត្រីការបរទេសថៃឲ្យបន្ថយកម្ដៅព្រំដែនហើយងាកទៅគោរពបទជប់បាញ់គ្នាវិញចិនហក់ចូលសម្របសម្រួលរកដំណោះស្រាយចំនួនព្រំដែនខ្មែរថៃក្រោយអាមេរិកជួយដែរតែមិនបានផលឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិចាក់ខ្សែរឿងចំនួនព្រំដែនខ្មែរថៃត្បិតខ្វល់ខ្លាំងដែរតែមិនថ្កោលទោសថៃដើរតួជាអ្នកស្រឡាញ់សន្តិភាពត្រៀមខ្លួនរួចរាល់ដើម្បីជំនួបពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានក្រោយយោធាថៃវាយយកឬក៏វាយ៉ាងសន្ធាប់មកលើដែនអធិបតេយ្យកម្ពុជាកងវិស្វកម្មយោធាថៃរើផ្សារច្រកអានសេះនិងរោងលោកតាអ៊ុំនៅពេលដែលក្រសួងការពារជាតិកម្ពុជាស្ងាត់ជ្រងំរឿងនេះយោធាថៃអះអាងថាទាហានខ្មែរប៉ុនប៉ងវាយដណ្ដើមផ្ទះ3ខ្នងទៅគ្រប់គ្រងវិញយ៉ាងស្វិតស្វាញយោធាថៃអះអាងថាចូលយកសាកសពទាហានថៃ2នាក់នៅភ្នំ350ក្បែរប្រាសាទតាក្របីបានហើយតបជើងទឹកថៃប្លង់ច្រានគ្រាប់ដាក់ច្រកចាំយាមស្រុកមណ្ឌលសីមាខេត្តកោះកុងអាជ្ញាធរមីនថ្កោលទោសអំពើឈ្លានពានរបស់ថៃនិងថាពិភពលោកហេតុអ្វីបិទភ្នែកអស់ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃទាមទារឲ្យកម្ពុជាដកទ័ពចេញពីតំបន់ចំនួនឲ្យអស់សិនទើបចរចាគ្នាកើតយុទ្ធនាការភ្ជាប់ខ្មែរសុរិនអ្នកយកការឲ្យទាហានខ្មែរផ្ទុះក៏ក្រាកតាមបណ្ដាញសង្គម Facebook ជាប្រវត្តិប្រើប្រាស់បណ្ដាញសង្គម3នាក់ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធការបញ្ចេញមតិលើបណ្ដាញសង្គមលោកត្រាំបញ្ជាឲ្យផ្អាកកម្មវិធីឆ្នោតផ្សងសំណាងមករស់នៅសហរដ្ឋអាមេរិកក្រោយករណីបាញ់ប្រហារនៅសាកលវិទ្យាល័យមួយរដ្ឋាភិបាលលោកត្រាំដាក់គោលដៅដកសញ្ជាតិអាមេរិកពីជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅក្នុងឆ្នាំ2026រួមនឹងព័ត៌មានមួយចំនួនទៀតសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបាទបងប្អូនគ្រាន់តែអានមនុយនៃបង្អែមលៀងមាត់ហ្នឹងក៏ឃើញថាច្រើនអាចនឹងយប់ជ្រៅហើយថ្ងៃនេះលងទៅនេះទៀតហើយបងប្អូនតែខ្ញុំនឹងស្រូតដើម្បីកុំឲ្យបងប្អូនយប់ជ្រៅពេកតែយ៉ាងណាព័ត៌មានដំបូងទៅមុនគឺរដ្ឋមន្ត្រីការបរទេសអាមេរិកប្រាប់ទៅរដ្ឋមន្ត្រីការបរទេសថៃឲ្យបន្ថយកម្ដៅព្រំដែននិងងាកទៅរកការឈប់បាញ់គ្នាគឺគោរពប័ណ្ណឈប់បាញ់គ្នាវិញដែលអ្វីដែលមានស្រាប់ថ្ងៃនេះគឺតាមពិតសាររបស់លោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនេះគឺចេញតាំងពីម្សិលមិញម្លេះគាត់បានទូរស័ព្ទទៅលោកស៊ីហាសាក់ភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃដើម្បីជម្រាបទៅរដ្ឋមន្ត្រីក្រសួងការបរទេសថៃរូបនេះថាអាមេរិកខ្វល់ខ្វាយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងស្ថានភាពដែលក្តៅគគុកនៅឯព្រំដែនកម្ពុជាថៃហើយសាររបស់មន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio នេះគឺគ្មានអ្វីក្រៅពីប្រាប់លោកស៊ីហាសាក់ភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃនេះឲ្យធ្វើយ៉ាងណាកាត់បន្ថយកម្ដៅព្រំដែននេះហើយងាកត្រឡប់ទៅគោរពតាមបទជប់បាញ់ឡើងវិញដែលមានស្រាប់គឺតាំងពីថ្ងៃទី26ខែតុលាឆ្នាំ2025មកម្លេះដែលកាលនោះមានលោកDonald Trump ជាអធិបតីផងបងប្អូនយើងនៅចាំឲ្យកាលពីបទជប់បាញ់ឬក៏សេចក្តីថ្លែងការណ៍រួមថ្ងៃទី25ខែធ្នូហ្នឹងគឺយើង25ខែធ្នូឯង26ខែតុលាឆ្នាំ2025ហ្នឹងគឺខាងរដ្ឋមន្ត្រីសន្ទុះខាងអាមេរិកហ្នឹងក៏បានចូលជាអធិបតីលោកត្រាំអីហ្នឹងរៀបចំឲ្យមានសេចក្តីថ្លែងការណ៍រួមហើយសេចក្តីថ្លែងការណ៍រួមមានច្រើនចំណុចមែនតើនៅក្នុងច្រើនចំណុចហ្នឹងគឺមានសំណើរបស់ភាគីថៃចំណុច4ចំណុចឬក៏4ប្រការដែលកម្ពុជាព្រមតាមទាំងអស់ដោយអត់មានអីអល់អាយទេគឺទី1តកតងនឹងការដកសពាវុធធនធ្ងន់ឲ្យអស់ចេញពីព្រំដែនកម្ពុជាថៃទាំងខ្មែរក៏ដកទាំងថៃក៏ដកទី2គឺសហការគ្នាដោះមីននៅតាមចំការមីននៅតំបន់មានចំនួនគឺដូចជាមានការព្រមព្រៀងនៅក្នុងសេចក្តីថ្លែងការណ៍រួមនឹងហើយទី3គឺតកតងនឹងការដោះស្រាយបញ្ហាភូមិប្រៃច័ន្ទភូមិជោគជ័យវាស់វែងឬក៏ត្រូវដោះស្រាយបកគោលសីមាអីយ៉ាងម៉េចជំលះប្រជាពលរដ្ឋចេញពីភូមិហ្នឹងហើយនឹងការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញយ៉ាងសស័កសស្រាំនោះហើយភាគីទាំងពីរដូចជាចុះហត្ថលេខារួចរាល់អស់ហើយស្រាប់តែក្រោយមកថៃដូចជាសម្ោចក្នុងខោមិនឈប់សោះដល់តែធ្វើឲ្យមិនឈប់ចឹងដើរចុះដើរឡើងទៅក៏ទៅជន់មីននៅឯតំបន់កន្លែងដូចជាភ្នំទ្របអីហ្នឹងទៅអ្នកទី7ដាច់ជើងរឿងកាន់តែធំតទៅទៀតទៅក៏មានផ្ទុះអាវុធហើយចុងក្រោយហ្នឹងក៏មានផ្ទុះមីនទៀតនៅថ្ងៃទី7ខែធ្នូហ្នឹងរហូតដល់ថៃចោទថាកម្ពុជាពិតជាមានចេតនាធ្វើឲ្យទាហានថៃហ្នឹងស្លាប់ហើយខាងកម្ពុជាហ្នឹងថាជាអំពើឬក៏ជាហេតុការណ៍ដែលកើតឡើងដោយចៃដន្យគ្មានចេតនាអីក៏ដោយក៏ថៃវាយសន្ធាប់មកកម្ពុជាវិញមិនដកដៃរហូតដល់តែសង្គ្រាមឬក៏ការផ្ទុះអាវុធនេះ12ថ្ងៃទៅហើយមកដល់ថ្ងៃនេះតាំងពីថ្ងៃទី8មកបងប្អូន7 8ហ្នឹងមកឥឡូវថ្ងៃនេះថ្ងៃទី19ហើយដូច្នេះសរុបសេចក្តីទៅវិញសាររបស់លោក Marco Rubio ហ្នឹងគឺគ្មានអ្វីក្រៅពីអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃហ្នឹងបន្ថយកម្ដៅងាកមកប័ណ្ណជប់បាញ់ហើយគាត់ទទូចថាត្រូវតែមានគេហៅថាការអនុវត្តជាក់ស្ដែងជាងការដែលមាននៅលើกระดาษវាថាដោះស្រាយបញ្ហាចំនួនឲ្យត្រជាក់វិញហ្នឹងគឺធ្វើផងកុំឲ្យចេះតែថាអីអញ្ចឹងទៅហើយហេតុអីបានជាលោក Marco Rubio និយាយទៅលោករដ្ឋមន្ត្រីក្រសួងការពារបរទេសសំទោសក្រសួងការបរទេសថៃហើយមិននិយាយតាក់ទងអីរឿងកម្ពុជាទៅវិញនៅក្នុងន័យនេះយើងអាចដឹងថាសហរដ្ឋអាមេរិកកំពុងតែរងសម្ពាធយ៉ាងច្រើនដែរអាចសម្ពាធច្រើនពីបងប្អូនខ្មែរគ្រប់ទិសទីដែលនាំគ្នាសរសេរលិខិតទៅលោកត្រាំផងដែលនាំគ្នាធ្វើញត្តិផងដែលនាំគ្នាតវ៉ាផងដាក់ញត្តិតាមទូតថៃផង
និយាយទៅស្រោចយុទ្ធនាការរបស់បងប្អូនខ្មែរក្រៅប្រទេសនេះគឺអត់សម្រាប់ដៃទេហើយខ្ញុំជឿថានេះក៏អាចជាលទ្ធផលបានខ្លះដែរសម្រាប់ឲ្យសហរដ្ឋអាមេរិកយកទៅពិចារណាបើទោះបីជាថ្ងៃនេះសំទោសថ្ងៃម្សិលមិញនេះលោក Marco Rubio មិនបានបង្ហាញអំពីវិធានការដាក់សម្ពាធរដ្ឋាភិបាលថៃណាមួយក៏ដោយប៉ុន្តែសារដែលគាត់និយាយទៅលោកស៊ីហាស័កភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសថៃឲ្យបន្ថយកម្ដៅបែបនេះយើងអាចនិយាយបានថាអាមេរិកកំពុងតែមើលឃើញថាភាគីថៃជាភាគីស្រមោចក្នុងខោដែរគ្រាន់តែមិនហ៊ានចោទថៃឲ្យចំទេប៉ុន្តែនៅក្នុងន័យការទូតបើសិនជាអាមេរិកយល់ថាខ្មែរជាអ្នកចាប់ផ្ដើមហេតុអីក៏មិនទេមកលោកហ៊ុនម៉ាណែតឬក៏លោកប្រាក់សុខុនមិនអញ្ចឹងហេតុអីបានជាទេទៅលោកស៊ីហាស័កភួងកេតកែវទៅវិញដែលជាភាគីថៃអានេះក៏ជាការសន្និដ្ឋានដែរបងប្អូនចឹងមិនថាព័ត៌មានវាមានភាសាការទូតនិងភាសាដែលយើងបកស្រាយសម្រាយតាមភាសាអ្នកស្រែដើម្បីឲ្យយល់ថាតើអាការទូតហ្នឹងគេមានន័យយ៉ាងម៉េចភាសាការទូតគឺបានន័យថាបើគាត់និយាយទៅលោកហ៊ុនម៉ាណែតហើយនឹងសំទោសលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាហើយលោកស៊ីហាស័កភួងកេតកែវក្នុងពេលជាមួយគ្នាហ្នឹងភ្ជាប់ខ្សែទូរស័ព្ទហើយនិយាយថាភាគីទាំងពីរគួរតែបន្ថយកម្ដៅហើយវិលទៅរកបាត់ជប់បាញ់វិញអាហ្នឹងយើងអាចមានន័យថាសហរដ្ឋអាមេរិកចាក់ខ្សែនៅក្នុងន័យថាអត់ឲ្យភាគីណាមួយខុសត្រូវអីទេគឺថាគិតថាភាគីទាំងពីរមានបញ្ហាដូចគ្នាចោទគ្នាទៅវិញទៅមកអញ្ចឹងឈប់ទាំងពីរទៅប៉ុន្តែនៅក្នុងនេះគឺលោក Marco Rubio គឺទូរស័ព្ទទៅលោកស៊ីហាស័កភួងកេតកែវជារដ្ឋមន្ត្រីក្រសួងការបរទេសហើយប្រាប់ថាបន្ថយកម្ដៅហើយងាកទៅរកបាត់ជប់បាញ់វិញអញ្ចឹងបានន័យថាម៉េចអញ្ចឹងបានន័យថាអាមេរិកហាក់បីដូចជាទម្លាក់ទម្ងន់នេះទៅលើភាគីថៃទៅវិញព្រោះអីអាចដែរដោយសារថៃកំពុងតែប្រើយន្តហោះប្រដេញទម្លាក់គ្រាប់របស់អាមេរិក F16 អាមេរិកមកដល់ម៉ោងនេះសំណាងណាស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកសំណាងណាស់ព្រោះអីមកដល់ម៉ោងនេះរដ្ឋាភិបាលកម្ពុជាអត់ដែលសរសេរលិខិតមួយដើម្បីទៅរករឿងគាត់រឿងទម្លាក់គ្រាប់បែកហ្នឹងទេប្រើយន្តហោះ F16 ខុសគោលការណ៍ខុសច្បាប់ខុសកិច្ចព្រមព្រៀងនៃការលក់ទិញសភាវុធឲ្យថៃដែលប្រើបានសម្រាប់ការពារដែនអធិបតេយ្យប៉ុន្តែមិនអាចប្រើបានដើម្បីយកមកទម្លាក់គ្រាប់ជ្រៅចូលដល់ក្នុងដែនអធិបតេយ្យរបស់កម្ពុជាទេអញ្ចឹងបានថាលោកត្រាំគាត់មានភពសំណាងដែរដែលមិនមានសារឬក៏លិខិតពីរដ្ឋាភិបាលកម្ពុជាប៉ុន្តែគាត់ក៏អត់សូវសំណាងច្រើនដែរព្រោះបងប្អូនខ្មែរនៅអាមេរិកនេះមានទឹកឲ្យគាត់ទៅណាសរសេរសារសរសេរញត្តិអីតវ៉ាអីពេញទឹកពេញដីតាក់ទងនឹងរឿង F16 ហ្នឹងសន្ធាប់ខ្លាំងមែនតើហើយខ្ញុំជឿថាសារនេះប្រហែលជាបានលឺដល់ខាងថ្នាក់ដឹកនាំសហរដ្ឋអាមេរិកហើយដែលធ្វើឲ្យលោក Marco Rubio ចាប់ផ្ដើមទូរស័ព្ទទៅលោកស៊ីហាស័កភួងកេតកែវដើម្បីឲ្យបន្ថយកម្ដៅហើយងាកមកបាត់ជប់បាញ់វិញយើងគ្រាន់តែនៅគិតថាភាសាការទូតបែបនេះវាជាការប្រាប់ទៅថៃថាអាមេរិកក៏យល់ថាថៃជាអ្នកសម័យក្នុងខោដែរគ្រាន់តែមិនទាន់ហ៊ានចោទប្រកាន់រឿងដែលសំខាន់ដែលអាមេរិកនៅខកខានអត់ទាន់បានធ្វើគឺការមិនព្រមថ្កោលទោសថៃឬក៏ដាក់សម្ពាធថៃឬដាក់ទណ្ឌកម្មថៃណាមួយសោះនៅពេលដែលបែបនេះហើយថាឲ្យថៃជាអ្នកដែលវិលទៅរកស្ថានភាពទូស្បាយវិញបានន័យថាថៃជាជនដៃដល់ឬក៏ជាអ្នកប្រព្រឹត្តឬក៏ជាភាគីដែលសម័យក្នុងខោប៉ុន្តែអាមេរិកខ្លួនឯងហ្នឹងក៏អត់ទាន់មានចាត់វិធានការទណ្ឌកម្មអីមួយដែរសូម្បីតែដកកូដចេញពី F16 កុំឲ្យប្រើយន្តហោះនឹងបានក៏អត់ទាន់អនុវត្តក៏ប៉ុន្តែបើសិនជាសារបែបនេះជាសារការទូតក៏ដោយជឿថាថៃរងសម្ពាធហើយអញ្ចឹងបើសិនជាថៃមិនព្រមធ្វើអីតាមអាចនឹងដល់ពេលក្រោយអាមេរិកគេប្រាប់ថាបានប្រាប់អីតាអញ្ចឹងអាចនឹងមានវិធានការគាត់ថាអាមេរិកជាទម្លាប់បើសិនជានិយាយបែបនេះច្រើនតែភ្ជាប់ជាមួយនឹងលក្ខខណ្ឌដាក់សម្ពាធទៅជាមួយនឹងទណ្ឌកម្មម្ដងនេះអត់ទេដល់អត់ចឹងយើងគិតថាតើនឹងត្រូវការពេលប្រហែលខែទៀតឬប្រហែលលិខិតទៀតប្រហែលទូរស័ព្ទទៀតដើម្បីឲ្យអាមេរិកដាក់ទណ្ឌកម្មទៅថៃបានវារៀងយូរទៀតនៅអូសកាឡាវែងឆ្ងាយពេកដូច្នេះទៅយើងធ្វើឲ្យសារនយោបាយបែបនេះបើតែថារៀងទម្លាក់ទម្ងន់ទៅលើថៃបន្តិចមែនហើយក៏ប៉ុន្តែនៅតែមិនសូវបានប្រយោជន៍អីប្រហែលដែរទេក៏ប៉ុន្តែយើងនិយាយអំពីថៃវិញតើពេលនេះយ៉ាងម៉េចទៅវិញហើយមានសម្ពាធអីខ្លះទៀតចិនបងប្អូនយើងដឹងហើយចិនភាគីចិនកន្លងមកគឺអាមេរិកផាត់ចោលពីសង្វៀននៃការចរចាព្រោះអាមេរិកអត់ចង់ឲ្យបែកលុយគឺប្រមូលយកម្នាក់ឯងនៅពេលដែលមានបទឈប់បាញ់3លើកនេះគឺលើកមុនបានចិនចូលរួមម្ដងដែរដល់ក្រោយៗមកអាមេរិកជាពិសេសពេលលោកដូណាល់ត្រាំទៅម៉ាឡេថ្ងៃ26ខែតុលានេះគឺដេញចិនចេញតែម្ដងអត់ឲ្យចូលទេឥឡូវនេះគឺចិនក៏បានហក់ចូលមកសម្រួលរកដំណោះស្រាយចំនួនព្រំដែនខ្មែរវិញក្រោយអាមេរិកជួយដែរតែអត់សូវបានផលចិនគេចាប់ផ្ដើមសម្រួលចឹងទៅរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីក៏បានទូរស័ព្ទទៅលោកស៊ីហាស័កភួងកេតកែវហើយក៏ទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់សុខុនខុសពីលោក Marco Rubio គឺលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនទេទៅទាំងពីរទេទៅទាំងលោកស៊ីហាស័កភួងកេតកែវទេទៅទាំងលោកប្រាក់សុខុនខាងកម្ពុជាដើម្បីឲ្យប្រាប់ថាចិនចង់ជួយសម្របសម្រួលឲ្យឈប់ឈ្លោះគ្នាដែរក៏ប៉ុន្តែជំហរចិននេះវាអត់មានផ្លាច់អីទេគឺចាក់ខ្សែកដាលទៀតហើយខុសពីអាមេរិកហ៊ាននិយាយទៅថៃតែម្នាក់ឯងនៅក្នុងការប្រាប់ឲ្យបទូបថយសម្ពាធនយោបាយនេះនៅកម្ដៅនេះប៉ុន្តែចិនគឺដល់ពេលទៅទាំងសងខាងអត់ហ៊ានដាក់ទណ្ឌកម្មចិនថៃទេអត់ហ៊ាននិយាយថាថៃគួរតែឈប់មុនឬក៏យ៉ាងណាទេគឺនៅតែគិតថាភាគីទាំងពីរនៅតែច្អល់ដាក់គ្នាអញ្ចឹងចិនចង់ចូលរួមសម្រួលដែរក៏ប៉ុន្តែចាក់ខ្សែតែយ៉ាងណាវាអត់មានអីខាតបង់អីទេកម្ពុជាបើបានប្រទេសមហាអំណាចប្រទេសចិនប្រទេសអីហ្នឹងចូលរួមជាមាត់ជាភ្នែកជាច្រមុះអីអញ្ចឹងមកក៏វាបានជួយឲ្យគេដឹងឮថាមានការជួយដែរគាត់ថាជួយរបៀបចិននេះគឺរបៀបជួយអត់ចង់និយាយថាអត់កាន់ជើងល្អហើយចិនអត់កាន់ជើងល្អហើយចង់ឲ្យចិនហ្នឹងនៅកដាលព្រោះអីចិនអត់ត្រឡប់នៅកដាលទេពេលដែលកម្ពុជាមានបញ្ហាអីរឿងបញ្ហារំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យចិននៅខាងរដ្ឋាភិបាលកម្ពុជាខាងអ្នកដែលរំលោភបំពានសិទ្ធិមនុស្សរាល់តែដងទេគឺនៅតែ
ថាការធ្វើអីក៏ដោយហ្នឹងគឺអនុវត្តតាមអំណាចអាជ្ញាធរដែនដីដែលមានសមត្ថកិច្ចអីអញ្ចឹងទៅទោះបីអំពើហ្នឹងរំលោភឈ្លានពានបំពានសិទ្ធិយ៉ាងណាក៏ដោយក៏ចិននៅតែកាន់ខាងរដ្ឋាភិបាលខាងគណៈបកកណ្ដាលអំណាចអញ្ចឹងដែរប៉ុន្តែដល់មកដល់ពេលមានរឿងមួយថៃចិននៅកណ្ដាលអញ្ចឹងចិននៅកណ្ដាលនៅពេលដែលឱកាសដែលគិតថាខ្លួនចំណេញស៊ីបានទាំងសងខាងបានចំណេញទាំងខ្មែរបានចំណេញទាំងថៃហ៊ានតែរករឿងថៃរករឿងងាប់ព្រោះអីទំហំពាណិជ្ជកម្មថៃជាមួយចិនធំជាងខ្មែរច្រើនដងណាដូច្នេះចិនអាចនឹងបោះបង់ចោលថៃមកយកខ្មែរអញ្ចឹងការសម្របសម្រួលរបស់ចិននៅក្នុងនេះគឺគ្រាន់តែជាការបង្ក្រប់កិច្ចកុំឲ្យថាចិនមិនបានចូលរួមទេប៉ុន្តែបើយើងនិយាយអំពីការដាក់ទម្ងន់ថាចិននៅខាងខ្មែរមែនគឺអត់ទេព្រោះមកដល់ម៉ោងនេះចិនដែលជាមហាមិត្តដាច់ថែបយើង10000ឆ្នាំចាក់ទឹកមិនលិចហ្នឹងអត់ដែលចាញ់សារណាមួយកោលទោសថៃពីអំពើឈ្លានពានទេម៉ោងនេះអត់មានពីអីក្រៅពីថៃឈ្លានពានកម្ពុជាទេព្រោះអីអត់មានចំនួនប្រដាប់អាវុធអីណាទៀតទេព្រោះថៃឈ្លានពានតាំងពីដំបូងមកហើយតាហើយយើងអត់មានសហគមន៍អន្តរជាតិណាហ៊ាននិយាយខ្ញុំសរសើរអាមេរិកដែរដែលហ៊ានទៅរដ្ឋមន្ត្រីការបរទេសថៃហើយឲ្យថៃចាប់ផ្ដើមឈប់បន្ថយបានន័យថាគិតថាថៃជាអ្នកក្បាលខូចឥឡូវអស់ពីចិនហ្នឹងគឺយើងមើលថៃវិញថៃដើរតួជាអ្នកស្រឡាញ់សន្តិភាពត្រៀមរួចរាល់ដើម្បីជំនួបពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានក្រោយយោធាថៃវាយសន្ធាប់លើដែនអធិបតេយ្យកម្ពុជាបងប្អូនខ្ញុំបានប្រាប់ឲ្យថាថៃខូចខ្លាំងណាស់ជំនួបពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននេះលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានបដូវវេនបានស្នើឲ្យជួបតាំងពីថ្ងៃច័ន្ទទី16មកម៉េះបងប្អូនមានចាំទេពេលដែលនេះហ្នឹងគឺចង់ឲ្យជួបឆាប់ទៅដើម្បីរកការបត់ជប់បាញ់អីមួយហ្នឹងឲ្យបានឆាប់ក៏ប៉ុន្តែថៃដឹងថាកំពុងតែវាយតំបន់ច្រើនណាស់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជារួមទាំងប្រាសាទតាកបីតំបន់អានសេះអីហ្នឹងគឺវាយចូលយកមិនបានអាតំបន់ផ្ទះ3ខ្នងអីហ្នឹងនៅឯភូមិសាស្ត្រអូភ្លុកដំរីឃុំថ្មដាខេត្តពោធិ៍សាត់ហ្នឹងក៏ថៃប្រហែលថ្ងៃមុនហ្នឹងមួយអាទិត្យមុនហ្នឹងវាយពិបាកយកមែនតើភ្នំ350ហ្នឹងក៏ថៃចោលសពមិនតិចដែរព្រោះអីវាមានការប្រទីងបន្ទង់គ្នាយកតុងជ័យយកមកដាក់បានមួយផ្លែតអញ្ចឹងទៅឮសូរថាកម្ពុជាបាញ់សន្ធាប់ទៅវិញទៅរុញមកអីអញ្ចឹងទៅបាទឥឡូវនេះថៃដោយសារដឹងថាមិនអាចទៅផឹកកាហ្វេចាក់ការ៉ាអូខេច្រៀងរាំអីបានទៅព្រោះអីនៅមាន BM21 របស់កម្ពុជាច្រើនបាញ់ស្រោចអញ្ចឹងក៏ឆក់កដៀតមិនអាចនឹងជួបប្រជុំនៅថ្ងៃទី16ខែថ្ងៃច័ន្ទកន្លងដើមសប្តាហ៍នេះបានដោយសារអីអត់ទាន់បានអីជាដុំកំភួនអញ្ចឹងសុំដកលើកពេលដល់ថ្ងៃទី22ច័ន្ទក្រោយនេះច័ន្ទដើមសប្តាហ៍នេះហើយកម្ពុជាក៏យល់ព្រមអាស៊ានប្រធានអាស៊ានក៏អត់មានអីទៅតាមថៃដែរព្រោះអីថៃហាក់បីដូចជាបងធំអញ្ចឹងតែអញ្ចឹងទៅទៀតឥឡូវថ្ងៃនេះរដ្ឋមន្ត្រីការបរទេសថៃគេញញឹមញញែមគេប្រាប់ថាគេត្រៀមខ្លួនរួចរាល់ដើម្បីជួបប្រជុំពិសេសនេះហេតុអីបានមកនឹងទៅថៃរួចរាល់បងប្អូនហេតុអីបងប្អូនសាក់គិតទៅមើលហេតុអីរឿងចេះពេលដែលសុំពេលមួយអាទិត្យហ្នឹងមិនមែនសុំដើម្បីថៃនាំគ្នាទៅដកកម្លាំងទៅវិញហើយដើម្បីឲ្យស្បើយសម្រាកទៅរយុទ្ធសាស្ត្រជជែកក្នុងកិច្ចប្រជុំមិនមែនទេគឺវាយសន្ធាប់ឲ្យខ្លាំងបក្រាត់នៅប្រមាណសឹងថាបាញ់ឲ្យអស់ពីកេះតែម្ដងអស់ពីស្តុកដើម្បីដណ្ដើមយកទីតាំងគ្រប់គ្រងឲ្យបានអស់ហើយឥឡូវនេះថៃច្បាស់ក្នុងខ្លួនណាថៃច្បាស់ក្នុងខ្លួនខ្ញុំនិយាយពីការអះអាងរបស់ថៃទេបងប្អូនឃើញហើយរូបភាពមួយថ្ងៃនេះគឺយើងឃើញចាក់ស្ដែងហើយអ្វីដែលក្រសួងការពារជាតិកម្ពុជាមិននិយាយអីមួយម៉ាត់សោះឥឡូវចាំខ្ញុំរៀបរាប់ហើយម្ដងទៀតបងប្អូននេះគឺជាការអះអាងរបស់ទាហានថៃផ្អែកតាមរូបថតរូបវីដេអូដែលគេមានហើយមិនមានការតបពីក្រសួងការពារជាតិកម្ពុជាដូច្នេះកុំជឿថាព័ត៌មាននឹងពិត 100% ក៏ប៉ុន្តែបើកម្ពុជាមិនឆ្លើយតបមិនចាត់ទុកថាព័ត៌មាននឹងคล้ายគឺព័ត៌មាននឹងពិតហើយព្រោះយើងជាភាគីកម្ពុជាម្ចាស់ផ្ទះអធិបតេយ្យគឺយើងមានសិទ្ធិឆ្លើយតបទៅវិញថាព័ត៌មាននឹងคล้ายឬ AI ឬអីដូចតែយើងធ្លាប់ធ្វើហោហែកន្លងមកម្ដងនេះអត់ធ្វើសោះតាំងពីថ្ងៃទី15មកពេលដែលគេចាប់ផ្ដើមយកតុងជ័យទៅដោតលើប្រាសាទតាកបីពេលគេចាប់ផ្ដើមយកតុងជ័យទៅដាក់នៅឯច្រកអានសេះច្រៀងចម្រៀងជាតិថៃហើយពេលគេគ្រប់គ្រងតំបន់ផ្ទះ3ខ្នងនៅអូភ្លុកដំរីពេលអីដែលគេនិយាយទៅគឺអាឡែកកន្លែងដែលទីតាំងថៃឈរជើងបានហ្នឹងគឺកម្ពុជាស្ងាត់មាត់តែម្ដងគឺមិននិយាយអីសោះមិនចាត់ទុកថាព័ត៌មានហ្នឹងមិនពិតទេតែគ្រាន់តែប្រាប់ថាទាហានខ្មែរនៅតែស្វិតស្វាញឈរជើងរឹងមាំនៅគ្រប់ទីតាំងអីចឹងទៅប្រើថ្នាំអាចតំសាយមកគ្រាប់ហ្នឹងទៅឥឡូវយើងមើលដូចតទៅដែលខ្ញុំនិយាយថាថៃគេត្រៀមខ្លួនរួចរាល់ហើយគេញញឹមញញែមនឹងចូលប្រជុំហ្នឹងដោយសារអីគឺគេបានគ្រប់គ្រងតំបន់មួយចំនួនទៅតាមការអះអាងរបស់គេហើយក៏និយាយពីរឿងកន្លែងផ្សេងទៀតព្រោះគេយកបានយូរហើយកន្លែងផ្សេងទៀតហ្នឹងគេនិយាយតែកន្លែងថ្មីរួមទាំងប្រាសាទតាកបីហើយច្រកអានសេះហ្នឹងពីមុនមកថៃចូលយកបានតែពាក់កណ្ដាលទេព្រោះទាហានខ្មែរនៅហ្នឹងឥឡូវនេះគេថាគេយកបានបាច់ទាំងអស់ទៀតហើយអាចច្រកថ្ម3ដុំដែលផ្ទះមានផ្ទះទាហានផ្ទះអីដែលគេឲ្យរូហើហើយយើងនាំគ្នាទៅរូហើតាមថៃហ្នឹងលុបលេនឋានលុបអីនៅឯអូភ្លុកដំរីអីហ្នឹងគឺពីមុនថៃថាចូលយកអត់តាន់បានឥឡូវនេះគឺថៃគេថាចូលទៅយកបានហើយទៅកាយទៅរើសបានអាស្អីក្របបែកឆ្នៃដាក់ក្របកັບអីជាមួយនឹងក្របបែកតោនអីណាប្រហែល2 3 10គ្រាប់ទៀតហើយមានលិខិតសម្បត្តិរបស់ទាហានសេជាភាសាខ្មែរហ្នឹងដែលទុកចោលហ្នឹងដែលថៃយកមកបង្ហាញហ្នឹងអំពីរបៀបដាក់ក្របមីនហ្នឹងបំពាក់ជាប់នឹងក្របមីនតោនហ្នឹងកែច្នៃយ៉ាងម៉េចដើម្បីផ្ទុះទាហានថៃស្លាប់អីឡាហ្នឹងឡាយើងគិតថាហ្នឹងជាសង្គ្រាមចិត្តសាស្ត្រក៏ថាបានប៉ុន្តែថៃគេផ្សាយមកអស់ហើយប៉ុន្តែយើងអត់តបានទាត់ចោលឥឡូវខ្ញុំចាប់ផ្ដើមពីចំណុចទី1ទៅថ្ងៃនេះគឺកងវិស្វកម្មយោធាថៃបានរើផ្សារច្រកអានសេះនិងរើរោងលោកតាអ៊ុំនៅឯច្រកអានសេះនៅពេលដែលក្រសួងការពារជាតិយើងគឺស្ងាត់ចងំរឿងនេះយើងឃើញគ្រឿងចាក់របស់ថៃ
ព្រោះមួយថ្ងៃនេះកន្លែងដែលលោកតាអ៊ុំហ្នឹងគឺគេរើថ្មថៃទម្លាក់គ្រាប់ខ្ទេចខ្ទីអស់ហើយរោងលោកតាអ៊ុំដែលនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយផ្សារផ្សោអីផ្ទះហ្នឹងវាបោះបង់ចោលហើយប៉ុន្តែជាផ្សារនៅតំបន់ច្រកអានសេះហ្នឹងក្នុងដែនអធិបតេយ្យកម្ពុជាហ្នឹងតាំងពីមានចំនួនមកស្ងាត់ចងំប្រជាពលរដ្ឋរត់ចោលស្រុកអស់ហើយដោយសារតែមិនអាចស៊ូទ្រាំនឹងការទម្លាក់គ្រាប់បានអញ្ចឹងទៅហើយឃើញរោងលោកតាអ៊ុំហ្នឹងបាក់បែកខ្ទេចខ្ទីអស់ពីមុននៅរាយប៉ាយហ្នឹងគ្មាននរណាបានទៅកាយទៅស្ដារអីទេព្រោះវាអត់ទាន់ចប់សង្គ្រាមក៏ប៉ុន្តែប្រហែលថ្ងៃនេះគឺថៃយកទង្ជ័យទៅដាក់កន្លែងហ្នឹងហើយគឺកងស្វ័យកម្មគេរើតែម្ដងគឺរើចោលរោងលោកតាអ៊ុំដែលបាក់បែកខ្ទេចខ្ទីហ្នឹងទៅជារៀបដល់ដីតែម្ដងហើយរូបភាពនេះគឺយកមកបង្ហាញការលើកមុនហ្នឹងក្រសួងការពារជាតិអត់ទាន់ទាត់ចោលទេព្រោះពួកឯងអាចនៅប្រទីងបន្ទង់បាញ់គ្នាទម្លាក់ BM21 អីចឹងថៃរត់ទៅវិញថៃមកវិញម្ដងទៀតយើងអត់ដឹងប៉ុន្តែថ្ងៃនេះគឺយើងឃើញរូបថតហ្នឹងម្ដងទៀតគឺកងស្វ័យកម្មគេជោគមាន excavator មានទាហានមានអីជ្រងច្រាំងរបស់ថៃទាំងអស់អត់មានទាហានខ្មែរម្នាក់ទេនៅច្រកអានសេះអញ្ចឹងក្នុងចំណុចនេះយើងអាចនិយាយថាថៃគ្រប់គ្រងច្រកអានសេះបានទាំងស្រុងបានជាថៃចាប់ផ្ដើមញញឹមញញែមថាខ្លួនត្រៀមខ្លួនដើម្បីទៅជួបនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននៅថ្ងៃច័ន្ទទី22នេះប៉ុន្តែនៅសល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យពីយប់នឹងទៀតមិនដឹងថាតាមវាយគ្នាយ៉ាងម៉េចទៀតប៉ុន្តែថៃក៏នឹងបដូរផ្ដាច់ដែរទាហានខ្មែរយើងក៏បដូរផ្ដាច់ដែរប៉ុន្តែបដូរផ្ដាច់មិនឥឡូវបើគេចូលមកឈរនៅទីតាំងនឹងបានទៅហើយនេះឥឡូវអានឹងរឿងមួយទៀតយោធាថៃអះអាងថាចូលយកសាកសពទាហានថៃ2នាក់បានហើយនៅភ្នំ350ក្បែរប្រាសាទតាកបីបងប្អូនទាហានថៃខ្លួនឯងអះអាងថាទាហានខ្លួនស្លាប់2នាក់នៅឯភ្នំ350ភ្នំ350ហ្នឹងគឺជាដែនអធិបតេយ្យរបស់កម្ពុជាទេព្រោះភ្នំ350ហ្នឹងវាជាទីទួលដែលខ្ពស់ដែលជាមូលដ្ឋានទ័ពរបស់ខ្មែរដែលអាចការពារប្រាសាទតាកបីបានយ៉ាងស្រួលដែរព្រោះអីអាចផ្លោងទៅថៃនៅចកេះភ្នំអីអញ្ចឹងទៅព្រោះជំរាលចុះពីហ្នឹងមកគឺប្រាសាទតាកបីតែម្ដងតែថៃប្រាប់ថាគ្រប់គ្រងប្រាសាទណែភ្នំ350ហ្នឹងបានប្រហែលថ្ងៃហើយប៉ុន្តែនៅពេលដែលថៃអះអាងថាគ្រប់គ្រងភ្នំ350បានហ្នឹងថាទាហានខ្លួនស្លាប់2នាក់អត់អាចទៅយកសពទាហានខ្លួនបានទេដោយសារអីថាទាហានខ្មែរបាញ់ស្រោច BM21 នឹងស្វិតស្វាញចូលទៅតតាំងគ្នារួមទាំងប្រាសាទតាកបីដែរដែលថៃថាដាក់ទង្ជ័យហើយហ្នឹងគឺថៃអត់ទៅផឹកតែច្រៀងក្រៅអូខេបានទេអាចថាទាហានកម្ពុជាយើងបាញ់សន្ធាប់ទៀមទាស្វិតស្វាញយកមកវិញមែនហើយគាត់ថាក្រសួងការពារជាតិអត់បាននិយាយថាការដាក់ទង្ជ័យហ្នឹងគឺគេបានមកផ្លែតមែនឥឡូវទាហានយើងបាញ់យកមកវិញអីអាហ្នឹងគឺយើងអត់និយាយទាំងអស់ទុកឲ្យថៃជាអ្នកនិយាយខ្លួនឯងទៅអញ្ចឹងមកដល់ម៉ោងនេះនៅពេលដែលថៃប្រកាសថាគេចូលយកសាកសពទាហានថៃ2នាក់ដែលនៅស្អុយចោលនៅឯភ្នំ350ហ្នឹងគឺថៃគេចង់បញ្ជាក់ថាគេចូលទៅគ្រប់គ្រងតំបន់នេះបានវិញទៀតហើយព្រោះគេយកម្ដងហើយខ្មែរវាយយកមកវិញឥឡូវថៃគេថាគេចូលមកវិញទើបបានជាគេយកសពរបស់គេទាហានតែចោលបាត់ខ្លួនពី3ថ្ងៃហើយនៅក្នុងតំបន់ភ្នំ350ហ្នឹងគេយកទៅអញ្ចឹងបានន័យថាម៉េចបានន័យថាថៃអាចនឹងប្រាប់ថាគេគ្រប់គ្រងតំបន់ភ្នំ350ហ្នឹងនឹងប្រាសាទតាកបីបានវិញទៀតហើយអញ្ចឹងហើយបានជាថៃចាប់ផ្ដើមមានទឹកមាត់ប្រៃឬក៏ថាផ្អែមបន្លែចាំចូលទៅប្រជុំហ្នឹងគឺបានករណីច្រកអានសេះបានដាច់ទាំងស្រុងអាហ្នឹងតាមការអះអាងទេបងប្អូនខ្ញុំអត់និយាយថាថៃយកបានទាំងអស់ទេហើយភ្នំ350និងប្រាសាទតាកបីចំមិនចង់នៅក្នុងនេះថៃអាចថាគ្រប់គ្រងបានទេព្រោះខាងកម្ពុជាអត់ទាន់ទាត់ចោលព័ត៌មានហ្នឹងទេមួយទៀតអស់ពីហ្នឹងគឺថៃប្លង់គ្រាប់យ៉ាងសន្ធាប់ពីនាវាជើងទឹកចូលមកច្រកចាំយាមចូលអីហើយក្នុងពេលជាមួយគ្នាហ្នឹងទាហានថៃក៏បង្ហាញរូបថតជាច្រើនអំពីការចូលទៅគ្រប់គ្រងផ្ទះ3ខ្នងបានទាំងស្រុងទៅទៀតតែផ្ទះ3ខ្នងហ្នឹងបើតាមមើលទៅយើងដឹងហើយប្រហែលអាទិត្យឬក៏ខែទៅហើយដែលថៃណែនាំឬក៏បញ្ជាស្នើឲ្យកម្ពុជារើផ្ទះ3ខ្នងនឹងចោលទៅហើយក៏ឮថាទាហានយើងហ្នឹងគឺរើឲ្យបាន1ខ្នងចុងក្រោយ2ខ្នងទៀតក៏វាយចោលអស់ទៅព្រោះថៃគេថាចូលក្នុងដែនអធិបតេយ្យរបស់គេប៉ុន្តែផ្ទះហ្នឹងផ្ទះទាហានស្នាក់នៅហ្នឹងយើងសុកចិត្តវាយផ្ទះហ្នឹងចោលដើម្បីកុំឲ្យថាវាមានចំនួនអីទៅអត់ធ្មត់អីអញ្ចឹងណាប៉ុន្តែឥឡូវនេះថៃគេចូលមកដល់ក្នុងតំបន់ហ្នឹងកាយចូលដល់លេនដ្ឋានរបស់យើងគេបង្ហាញរូបថតបង្ហាញអីមកកណោក៏ដឹកហ្នឹងខាងកម្ពុជាអត់បាននិយាយថាថៃពិតជាបានគ្រប់គ្រងផ្ទះ3ជាន់ផ្ទះ3ខ្នងឬក៏លេនដ្ឋានដែនអធិបតេយ្យកម្ពុជាទេគឺនៅតែនិយាយថាភាគីកម្ពុជានៅតែប្រយុទ្ធស្វិតស្វាញឈរជើងគ្រប់មូលដ្ឋានគ្រប់គោលដៅអញ្ចឹងក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាប្រើតែថ្នាំអាចតន្សាយមកគ្រាប់នឹងដដែលគ្រប់រឿងគឺថានៅតែស្វិតស្វាញខ្ញុំជឿថាស្វិតស្វាញទៅហើយប៉ុន្តែយើងគួរតែទាត់ចោលព័ត៌មានគេខ្លះចង់និយាយថាថៃលើកឡើងនេះគឺមិនពិតទេជាព័ត៌មាន fake news ឬព័ត៌មានคล้ายៗអីសោះខ្លះសិនណាឲ្យដូចយើងធ្លាប់ធ្វើពីមុនមកប៉ុន្តែអត់សោះរឿងច្រកអានសេះក៏អត់រឿងផ្ទះ3ខ្នងក៏អត់រឿងភ្នំ350ក៏អត់រឿងប្រាសាទតាកបីក៏អត់អញ្ចឹងយើងអាចសន្និដ្ឋានបានថាអ្វីដែលថៃផ្សាយនឹងគឺជាព័ត៌មានពិតរបស់ខាងថៃហើយដែលធ្វើឲ្យថៃគិតថាអាចបើសិនជាវាយគ្នាខ្លាំងយ៉ាងណាគឺអស់ត្រឹមថ្ងៃទី22ខែមករាសំទោសខែធ្នូនេះឯងនៅពេលដែលជួបរដ្ឋមន្ត្រីក្រសួងការបរទេសពិសេសអាស៊ានដែលតាមការផ្ដួចផ្ដើមរបស់លោកអានវ៉ៃអ៊ីប្រាហ៊ីមនោះព្រោះអីបើយើងមើលចំណុចទាំងអស់នេះគឺថៃចាប់ផ្ដើមសន្ធាប់ឈរជើងនៅតំបន់នេះបានអញ្ចឹងថៃគិតថាខ្លួនបានអីខ្លះយ៉ាងហោចណាស់ក៏ស្អំចិត្តប្រជាពលរដ្ឋថៃថាបើមានកិច្ចព្រមព្រៀងវិលទៅរកការជប់បាញ់យ៉ាងណាអ្នកណាឈរជើងនៅណាគឺថៃឈរជើងបានតំបន់នេះដូច្នេះរឿងនេះហើយដែលជារឿងខូចរបស់ថៃបងប្អូនខ្ញុំមិននិយាយថាទាំងអស់នឹងបានទៅថៃទេប៉ុន្តែថៃនេះណាបើអត់បានស្អីមួយដើម្បីស្អំចិត្តប្រជាពលរដ្ឋថៃថាខ្លួនវាយបានកន្លែងណាទេព្រោះស្លាប់ទាហានថៃមកកណោដែរដូច្នេះថៃនឹងមិនព្រមមកអង្គុយចែកគ្នាអីទេព្រោះថៃចិញ្ចឹមចិត្តថាវាយតតែបានខ្លះបានចែកគ្នាកើតហើយកម្ពុជាយើងអកុសលត្រង់ថាយើងជាម្ចាស់ទ្រព្យចៅវាចិត្តសាមញ្ញពេកដូច្នេះចិត្តតែមករំលោភបំពានវាយប្រហារយើងវានៅទីភ្លឺគេនៅទីងងឹតដល់អញ្ចឹងគេធ្វើបាបយើងខ្ញុំអាសូរទាហានយើងមែនតើ
ចឹងហើយបានតែខ្ញុំចិត្តតែបន់ស្រន់សូមឲ្យអរុកអរិយអ្នកតាព្រៃភ្នំដួងព្រលឹងវិញ្ញាណក្ខន្ធបពៈបរោះខ្មែរគ្រប់ចំនួននឹងជួយតាមថែរក្សាការពារបងប្អូនកងទ័ពយើងនៅជួរមុខឲ្យរួចផុតពីអាការដែលគំនិតចិត្តមៀរបស់ថៃហ្នឹងណាព្រោះអីយើងពិបាកមែនតើគេនៅទីងងឹតយើងទីភ្លឺយើងការពារទ្រព្យរបស់យើងប៉ុន្តែយើងអត់មានអាវុធយុទ្ធភ័ណ្ឌខ្លាំងដូចពួកចៅពួកដែលគេឈ្លានពានណាបងប្អូនយើងពិបាកមែនតើយើងមានតែដៃតទេទៅហើយឥឡូវនេះចង់និយាយថាដូចថាយើងប្រៀបធៀបថាអញ្ចឹងចោះគេកបិតផ្កាក់ផងគេមានស្នាប់ដៃផងគេមានស្នៀតគេមានកាភ្លើងគេមានអីសពបែបយ៉ាងក្របបែកទៀតអញ្ចឹងទៅធ្វើឲ្យយើងជាម្ចាស់ផ្ទះពិបាកមែនតើ